អស់ចាមែនតើនិមិត្តរូបតំណាងជាតិទាំង7គេយកមកបញ្ចូលនៅលើទ្វារមួយនេះហើយទ្វារនេះមានឈ្មោះថាទ្វារទេពនិមិត្តទ្វារនេះដែរកំពុងតែផ្ទុះការគាំទ្រខ្លាំងមែនតើពីសំណាក់បងប្អូនទូទាំង25ខេត្តក្រុងបងប្អូនដឹងទេថាទ្វារមួយនេះមានលក្ខណៈពិសេសមែនតើហើយចំណុចពិសេសខ្លាំងជាងគេនោះគឺត្រង់ថាគេយកនិមិត្តរូបតំណាងជាតិទាំង7មកដាក់បញ្ចូលនៅលើទ្វារនេះតែមួយហើយបងប្អូនចង់ដឹងអត់ថានិមិត្តរូបតំណាងជាតិទាំង7តើមានអ្វីចាំខ្ញុំរៀបរាប់ជូនដល់ពុកម៉ែបងប្អូនក្នុងនោះមានដូចជាគោព្រៃសត្វត្រយងដើមត្នោតការរំដួលអណ្ដើកលួងត្រីកូរាំងនិងចេកពងមាន់ហើយទ្វារមួយនេះគឺប្រើរចនាបថខ្មែររួមបញ្ចូលជាមួយនឹងក្បាច់អង្គរផងដែរសម្រាប់បងប្អូនដែលគាំទ្រហើយនឹងស្រឡាញ់នៅរចនាបថក្បាច់ខ្មែរបានឃើញទ្វារនេះហើយខ្ញុំធានាថាមិនប្រសើរគឺមិនបានទេហើយនេះគឺជាសកម្មភាពរបស់ក្រុមការងារកំពុងតែដោះខាត់សម្អាតដើម្បីលាបពណ៌សម្រេចផងដែរនេះណែគឺជាផលិតផលដែលបានលាបពណ៌សម្រេចរួចរាល់ហើយក៏កំពុងតែឆ្លងកាត់នៅការត្រួតពិនិត្យលើចំណុចផ្សេងមុននឹងបកគលជូនទៅដល់អតិថិជនផងដែរពិសេសមែនតើនឹងត្រង់ថាគ្រប់ទ្វារទាំងអស់គឺឆ្លងកាត់នៅការត្រួតពិនិត្យជាច្រើនហើយចុងក្រោយបង្អស់ហ្នឹងគឺឆ្លងកាត់ការត្រួតពិនិត្យពីមេធំផងដែរសម្រាប់ព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Vinhay រចនាដៃស្ដើម្បីទទួលបានការប្រឹក្សានិងរចនាប្លង់ជូនដោយឥតគិតថ្លៃទ្វារទេពនិមិត្តរចនាបថក្បាច់ខ្មែរធ្វើដោយកូនខ្មែរផលិតផលខ្មែរគាំទ្រដោយខ្មែរ